ប្រាសាទបន្ទាយឆ្មាប្រាសាទបន្ទាយឆ្មាមានទីតាំងស្ថិតនៅក្នុងស្រុកថ្មពួកតាមបណ្ដោយផ្លូវជាតិលេខ56ដែលមានចម្ងាយ59គីឡូម៉ែត្រពីទីរួមខេត្តនិង419គីឡូម៉ែត្រពីភ្នំពេញតំបន់នេះជាប្រភេទរមណីយដ្ឋានប្រវត្តិសាស្ត្រដែលកសាងឡើងចន្លោះសតវត្សទី12និង13ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7បច្ចុប្បន្នប្រាសាទនេះត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមនិងក្រុមជនទុច្ចរិតដែលដឹករូបចម្លាក់និងផ្ទាំងថ្មទៅលក់ឲ្យប្រទេសថៃនៅខេត្តបន្ទាយមានជ័យក្រៅពីប្រាសាទបន្ទាយឆ្មានៅមានប្រាសាទមួយចំនួនទៀតដូចជាប្រាសាទបន្ទាយទ័ពប្រាសាទព្រះឈរប្រាសាទ5ជាដើមដែលភាគច្រើនជាប្រាសាទដែលមិនទាន់បានរៀបចំបច្ចុប្បន្នប្រាសាទបន្ទាយឆ្មាជាតំបន់រមណីយដ្ឋានមួយយ៉ាងសំខាន់របស់ខេត្តបន្ទាយមានជ័យដែលអាចទាក់ទាញភ្ញៀវទេសចរបរទេសប្រាសាទនេះបានបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិចាប់ពីសតវត្ស2000មកម្ល៉េះដែលធ្វើឲ្យប្រាសាទនេះមានឈ្មោះល្បីល្បាញភ្នំតារាជភ្នំតារាជមានទីតាំងស្ថិតនៅក្នុងភូមិភ្នំតូចឃុំពងរស្រុករលីផ្អៀមានចម្ងាយ10គីឡូម៉ែត្រពីទីរួមខេត្តនិង111គីឡូម៉ែត្រពីភ្នំពេញតាមផ្លូវជាតិលេខ5បត់ឆ្វេងតាមផ្លូវវាលយន្តហោះថ្មីតំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្ត្រទាក់ទងទៅនឹងឆ្នាំ1976ដល់ឆ្នាំ1978ក្នុងរបបប៉ុលពតភ្នំតារាជជាកន្លែងដែលពួកខ្មែរក្រហមបានកេណ្ឌកម្លាំងអ្នកទោសក្នុងសម័យប៉ុលពតឲ្យមកដាក់ថ្មភ្នំធ្វើដោយដៃដែលមានប្រវែង200ម៉ែត្រនិងទទឹង 2.8 ម៉ែត្រនិងកម្ពស់6ម៉ែត្រនៅផ្នែកខាងក្នុងមានបរិវេណធំទូលាយនិងមានកូនបន្ទប់តូចៗជាច្រើនចាក់បេតុងនៅផ្នែកខាងក្រៅមានភ្នំតូចធំជាច្រើននៅបន្តបន្ទាប់គ្នាលម្អទៅដោយទេសភាពនៃចំការដើមត្នោតជាច្រើនប្រកបទៅដោយខ្យល់អាកាសល្អបរិសុទ្ធតំបន់នេះមានអ្នកទេសចរក្នុងស្រុកទៅលេងកម្សាន្តនៅរាល់ថ្ងៃបុណ្យទានប្រពៃណីជាតិយើងក្រៅពីនេះខេត្តកំពង់ឆ្នាំងនៅមានក្រុងប្រាសាទនិងតំបន់ប្រវត្តិសាស្ត្រជាច្រើនដែលមិនទាន់មានដំណើរការដូចជាប្រាសាទពនរាយនៅក្នុងភូមិអែលិចឃុំច្រណុកស្រុកកំពែងលែងមានចម្ងាយ13គីឡូម៉ែត្រប្រាសាទប្រុសឬសក្លនៅភូមិកង្កែបឃុំច្រណុកស្រុកកំពង់លែងមានចម្ងាយ19គីឡូម៉ែត្រពីទីរួមខេត្តប្រាសាទកំពង់ព្រះនៅក្នុងវត្តកំពង់ព្រះឃុំឆ្លុកទ្រូស្រុកបរិបូរមានចម្ងាយ8គីឡូម៉ែត្រពីទីរួមខេត្តប្រាសាទស្រីនៅក្នុងភូមិប្រាសាទឃុំដាស្រុកកំពង់លែងមានចម្ងាយ17គីឡូម៉ែត្រពីទីរួមខេត្តប្រាសាទថ្មប្តីឬប្រាសាទស្លុតតៃនៅក្នុងភូមិជ្រលៀងឃុំដាស្រុកកំពង់លែងមានចម្ងាយ15គីឡូម៉ែត្រពីទីរួមខេត្តវត្តក្រឡែងកែងជារាជធានីចាស់នៅឃុំលង្វែកស្រុកកំពង់ត្រឡាចមានចម្ងាយ24គីឡូម៉ែត្រពីទីរួមខេត្តនិង76គីឡូម៉ែត្រពីភ្នំពេញកោះរ៉ុងកោះរ៉ុងស្ថិតនៅក្នុងឃុំកោះរ៉ុងឬសង្កាត់លេខ5ស្រុកមិត្តភាពមានចម្ងាយ25គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុហើយឆ្នេរសមុទ្រតភ្ជាប់នៅក្នុងឈូងសមុទ្រថៃបើយើងធ្វើដំណើរតាមនាវាល្បឿនលឿនពីក្រុងព្រះសីហនុចំណាយពេលប្រហែល45នាទីកោះនេះមានផ្ទៃដីទំហំធំរហូតដល់ទៅ78គីឡូម៉ែត្រការ៉េទោះបីជាវាមានទំហំធំក៏ពិតមែន
តែមានផ្ទះអ្នកស្រុកប្រហែល 1000 គ្រួសារប៉ុណ្ណោះភ្នំកំពង់ត្រាចភ្នំកំពង់ត្រាចស្ថិតនៅតាមផ្លូវជាតិលេខ 36 ក្នុងឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាចចម្ងាយ 38 គីឡូម៉ែត្រប៉ែកខាងកើតក្រុងកំពតរមណីយដ្ឋាននេះគឺជាភ្នំថ្មពុំសូវមានរុក្ខជាតិប៉ុន្មានទេជារមណីយដ្ឋានរូងភ្នំប្រកបដោយល្អាងតូចធំជាច្រើនក្នុងចំណោមល្អាងទាំងនោះភាគច្រើនប្រជាជនរៀបចំសម្រាប់ធ្វើជាកន្លែងប្រារព្ធធ្វើពិធីបុណ្យទានឬជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទម្លាប់របស់ប្រជាជនទាំងខ្មែរចិននិងវៀតណាមនៅទីនោះមានល្អាងមួយមានវិជ្ឈមាត្រប្រមាណ30ម៉ែត្រហើយដីនៅទីនោះមានពណ៌7ផ្សេងៗគ្នាព្រមទាំងមានល្អាងតូចៗ 3-4 ល្អាងខ្លះមានកាំជណ្ដើរឡើងកម្ពស់ប្រមាណ4ម៉ែត្រព្រមទាំងមានថ្មរចនានៃធម្មជាតិមើលទៅរាងដូចជារូបសត្វឬវត្ថុចេញពីល្អាងនេះមានរូងមួយទៀតដែលអាចធ្វើដំណើរបានឆ្ពោះទៅល្អាងវាលស្រែ100និងល្អាងថ្មដោះនៅតាមល្អាងទាំងនោះបានបន្សល់ទុកនៅស្នាមថ្នាំពណ៌ផ្សេងៗនៅឡើយកាលពីសម័យមុនសតវត្សឆ្នាំ 70គេបានរៀបចំកន្លែងនោះធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់នៅទីនោះនៅជើងភ្នំខាងមុខមានវត្តរបស់ប្រជាជនចិនវៀតណាមហើយនៅខាងមុខផ្លូវចូលមាត់រូងមានវត្តព្រះពុទ្ធសាសនាខ្មែរមួយដែរបច្ចុប្បន្នព្រះសង្ឃគណៈកម្មការវត្តបាននាំគ្នារៀបចំថែរក្សាបណ្ដាល្អាងនេះជាប្រចាំទឹកធ្លាក់កាចាញទឹកធ្លាក់កាចាញស្ថិតនៅប្រមាណ6គីឡូម៉ែត្រពីទីក្រុងបានលុងក្នុងឃុំកាចាញស្រុកបានលុងជាទឹកធ្លាក់មិនចេះរីងស្ងួតមានកម្ពស់12ម៉ែត្រនៅតាមដងអូរមួយឈ្មោះថាអូរកន្ធឹងហូរកាត់ទៅទន្លេស្រែពកក្នុងស្រុកលំផាត់យើងហៅឈ្មោះទឹកធ្លាក់នេះតាមជនជាតិក្រឹងនៅភូមិកាចាញនៅក្នុងចំណោមព្រែកនិងចំការកៅស៊ូដែលមានម្លប់ត្រឈឹងត្រឈៃទឹកធ្លាក់កាចាញបានផ្ដល់នូវទស្សនីយភាពដ៏អស្ចារ្យមួយដែលទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តអង្គុយមើលចរន្តទឹកធ្លាក់ល្បាក់ថ្មឥតឈប់ឈរបាយផ្កាត្រែងពេញផ្ទៃអាងក្នុងជ្រោះខាងក្រោមដើម្បីចុះទៅបាតជ្រោះខាងក្រោមយើងមានជណ្ដើរសង់អំពីឈើមួយប្រមាណជា72កាំផ្នែកខាងលើទឹកជ្រោះម្ខាងជាទីកន្លែងដែលអ្នកទេសចរចូលចិត្តនាំគ្នាបរិភោគអាហារពេជ្រនិចក្រោមម្លប់ឈើនៅទីនោះជណ្ដើរសម្រាប់ឡើងជិះដំរីមួយកន្លែងធ្វើឡើងកាលពីឆ្នាំ 1998 សម្រាប់អ្នកទេសចរជិះដំរីកម្សាន្តលេងប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំបន្ទាយស្រីស្រុកបន្ទាយស្រីប្រហែល32គីឡូម៉ែត្រពីក្រុងសៀមរាបប្រាសាទនេះកសាងឡើងនៅពាក់កណ្ដាលទី2នៃសតវត្សទី10ក្នុងរាជ្យព្រះបាទរាជាន្ទ្រវរ្ម័ននិងព្រះបាទជ័យវរ្ម័នទី5ដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទនេះជាប្រាសាទរបស់ព្រាហ្មណ៍ម្នាក់ឈ្មោះយាជ្ញវរាហៈដែលជាគ្រូរបស់ព្រះបាទជ័យវរ្ម័នទី5ប្រាសាទនេះពុំមែនជាប្រាសាទភ្នំទេតែជាប្រាសាទសង់រាបដីមានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អហោជាងមានរាងត្រីកោណនិងមានស្នាមជើងឆ្មាមានដងក្តារច្រើនជាន់និងមានរចនាក្បាច់រឿងលើនោះប្រាសាទនេះមានរាងចតុកោណកែងដែលមានកំពែង3ជាន់និងមានគូទឹកព័ទ្ធជុំវិញប្រាសាទនៅផ្នែកកណ្ដាលមានសម្រស់ស្រស់ស្អាតណាស់ហុំព័ទ្ធដោយកំពែងថ្មបាយក្រៀមមានបណ្ណាល័យ2នៅសងខាងផ្លូវចូលបែរមុខទៅទិសខាងលិចប្រាង្គទាំង3នៅផ្នែកកណ្ដាលស្ថិតនៅជាជួរពីខាងជើងទៅត្បូង
បែរមុខទៅទិសខាងកើតប្រាង្គកណ្ដាលមានតម្កល់លឹងព្រះឥសូរឯប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្មនិងប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុប្រាង្គទាំងនេះមានរូបមនុស្សក្បាលសត្វយាមនៅផ្លូវចូលប៉ុន្តែរូបទាំងនោះភាគច្រើនជារូបចម្លងរមណីយដ្ឋានទេទឹកពុះទេទឹកពុះមានទីតាំងស្ថិតនៅក្នុងភូមិភ្នំទេឃុំសង្កែសាទបស្រុកអូរ៉ាល់មានចម្ងាយ60គីឡូម៉ែត្រពីខេត្តបាត់ស្ដាំពីផ្លូវជាតិលេខ4ឆ្ពោះទៅស្រុកអូរ៉ាល់តំបន់នេះស្ថិតនៅក្នុងតំបន់វាលស្មៅទល់មុខភ្នំទេដែលមានទឹកហូរចេញពីក្នុងដីខួបប្រាំងខួបវស្សាហើយមានសីតុណ្ហភាព70អង្សាសេចេញផ្សែងហុយៗនៅរដូវវស្សាទឹកក្តៅមានទំហំតូចនិងនៅរដូវប្រាំងទឹកក្តៅមានទំហំធំព្រោះទឹកតិចតំបន់នេះមានលក្ខណៈធម្មជាតិសុទ្ធសាធនិងកម្រមាននៅក្នុងស្រុកយើងតំបន់នេះក៏អាចនឹងក្លាយទៅជាតំបន់ទេសចរណ៍យ៉ាងធំសម្រាប់ព្យាបាលជំងឺនៅពេលអនាគតផ្ទៃទឹកនៅទេទឹកពុះមានទំហំ5ហិកតាដែលដុះព័ទ្ធជុំវិញទៅដោយស្មៅនិងកក់លាយជាមួយដុំថ្មពណ៌ក្រហមទេទឹកពុះមានផ្ទៃទឹកសុទ្ធ80ម៉ែត្រការ៉េដែលមានទឹកផុសចេញពីក្នុងដី6កន្លែងមានក្លិនដូចស្ពាន់ធម៌ឬថ្មកំបោរប្រជាជនរស់នៅទីនោះគឺជាជនជាតិគួយហៅតំបន់នោះថាបឹងទេពួកគេនៅមានជំនឿថាទឹកបឹងទេនេះអាចយកទៅព្យាបាលជំងឺសើស្បែកបានយ៉ាងស័ក្តិសិទ្ធិហើយក៏អាចព្យាបាលអំពើព្យាបាលជំងឺគ្រប់ប្រភេទនិងលុបលាងមុខលើករាសីតាមការរៀបចំនិងជំនឿរបស់ជនជាតិគួយទឹកធ្លាក់តាតៃទឹកធ្លាក់តាតៃជាតំបន់រមណីយដ្ឋានធម្មជាតិនិងកែច្នៃមានចម្ងាយ20គីឡូម៉ែត្រពីទីរួមខេត្តតាមបណ្ដោយផ្លូវជាតិលេខ48ក្នុងភូមិតាតៃឃុំតាតៃស្រុកស្មាច់មានជ័យតំបន់នេះមានប្រជាជនរស់នៅចំនួន85គ្រួសារដោយប្រកបរបរកសិកម្មនេសាទនិងប្រមាញ់តាតៃមានឈ្មោះថាទឹកជ្រោះតាអេសីដែលមានរឿងនិទានដំណាលថាមានបុរសម្នាក់ឈ្មោះតាតៃទៅរកស៊ីចាប់ត្រីនៅម្ដុំក្បាលឆាយទឹកជ្រោះព្រោះជាតំបន់តភ្ជាប់ទឹកសាបនិងទឹកប្រៃចៃដន្យពេលនោះមានបាតុភូតធម្មជាតិខ្យល់ព្យុះភ្លៀងខ្លាំងបណ្ដាលឲ្យក្មេងម្នាក់ជាកូនរបស់គាត់បាត់ខ្លួននៅទីនោះលុះក្រោយមកអស់រយៈពេល4ទៅ5ថ្ងៃរកឃើញក្មេងនោះនៅកន្លែងដដែលគាត់ក៏សួរនាំកូនគាត់ហើយក្មេងនោះក៏ឆ្លើយថាមានមនុស្សម្នាក់នាំទៅដល់កន្លែងមួយពេលនោះមនុស្សនោះបានក្លាយទៅជាខ្មោចបិសាចចង់សម្លាប់រូបខ្ញុំពេលនោះស្រាប់តែមានបុរសម្នាក់ទៀតដូចជាតាអេសីលេចចេញមកជួយខ្ញុំហើយក៏បាននាំខ្ញុំត្រឡប់មកវិញពេលនោះឪពុកម្ដាយក្មេងមានជំនឿថាមានអ្នកសច្ចាំងឬតាអេសីមកជួយសង្គ្រោះកូនគាត់ក្រោយមកក្បាលឆាយទឹកជ្រោះនោះក៏បានក្លាយទៅជាឈ្មោះជ្រោះអេសីឬជ្រោះតាតៃជារៀងរហូតតមកទឹកជ្រោះនេះមាន2ជាន់ជាន់ទី1កម្ពស់5ទៅ6ម៉ែត្រធ្លាក់ជាជម្រាលជាន់ទី2មានកម្ពស់12ទៅ15ម៉ែត្រទឹកធ្លាក់តាតៃត្រូវបានរៀបចំជារមណីយដ្ឋានគំរូរបស់ខេត្តកោះកុងសម្រាប់ទទួលភ្ញៀវជាតិនិងអន្តរជាតិប្រាសាទចុងស្រុកប្រាសាទចុងស្រុកមានទីតាំងស្ថិតនៅភូមិចុងស្រុកឃុំចុងស្រុកស្រុកស៊ីធរកណ្ដាលមានចម្ងាយប្រហែល38គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែងប្រាសាទចុងស្រុកមានបន្សល់នៅប្រាសាទមួយទ្រុឌទ្រោមបាក់បែកធ្វើអំពីឥដ្ឋនិងថ្មភក់
កសាងនៅសតវត្សទី7ប្រាសាទនេះមានទីតាំងនៅលើដីទួលមួយខ្ពស់ដែលដុះព័ទ្ធជុំវិញទៅដោយចំការត្នោតនិងដើមគគីនៅក្នុងប្រាសាទនេះគេឃើញមាននៅសល់រូបព្រះគោមួយអង្គធ្វើអំពីថ្មភក់ជាប្រភេទពោធិសត្វមួយដ៏មានអំណាចខ្លាំងពូកែនាសម័យនោះដែរក្រៅអំពីតំបន់រមណីយដ្ឋានខាងលើខេត្តព្រៃវែងនៅមានបូជនីយដ្ឋានចំនួន15កន្លែងទៀតដូចជាវិហារកណ្ដាលស្ថិតនៅក្នុងស្រុកកំពង់ត្របែកវិហារព្រៃចារៈស្ថិតនៅក្នុងស្រុកកំពង់ត្របែកវិហារព្រៃវាស្ថិតនៅក្នុងស្រុកកំពង់ត្របែកចេតិយកំពង់ត្របែកវត្តក្តីទ្រព្យស្ថិតនៅក្នុងស្រុកព្រះស្ដេចវត្តក្រាំងស្វាយស្ថិតនៅក្នុងស្រុកព្រះស្ដេចក្តីអង្គឬអង្គជំនិតស្ថិតនៅក្នុងស្រុកព្រះស្ដេចវិហារព្រះសេនាស្ថិតនៅក្នុងស្រុកព្រះស្ដេចវត្តវាំងភ្នាន់ស្ថិតនៅក្នុងស្រុកព្រះស្ដេចវិហារហាស្ថិតនៅក្នុងស្រុកព្រះស្ដេចព្រះពាន់ស្ថិតនៅក្នុងស្រុកព្រះស្ដេចវិហារស្ថិតនៅក្នុងស្រុកព្រះស្ដេចព្រះវិហារគុកស្ថិតនៅក្នុងស្រុកបាភ្នំព្រះវិហារចាមឬច័ន្ទបាភ្នំព្រះធាតុមេបុណ្យស្ថិតនៅក្នុងស្រុកព្រៃវែងបូជនីយដ្ឋានទាំងអស់នេះគឺជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋយើងក្នុងខេត្តព្រៃវែងដែលមានជំនឿទៅលើអារក្សអ្នកតាស្រុកឬភ្នំក្រៅពីជំនឿជាទីកន្លែងដែលប្រមូលផ្ដុំភ្ញៀវជាតិមកពីគ្រប់ទិសទីដើម្បីជួបជុំគ្នាលេងសប្បាយប្រាសាទព្រះធាតុបាស្រីប្រាសាទព្រះធាតុបាស្រីស្ថិតនៅភូមិព្រះធាតុឃុំព្រះធាតុស្រុកអូររាំងឪមានចម្ងាយ45គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំកាត់តាមផ្លូវជាតិលេខ11បត់ចូលតាមខណ្ឌត្បូងផ្សារអូររាំងឪនៅក្នុងខាងមុខវត្តព្រះធាតុបាស្រីអមសងខាងផ្លូវចូលវត្តមានគ្រឹះប្រាសាទបុរាណចំនួន2ដែលសាងសង់អំពីថ្មបាយក្រៀមហើយនៅផ្នែកខាងស្ដាំដៃគេហៅថាវិហារគុកនិងផ្នែកខាងឆ្វេងដៃហៅថាវិហារព្រះនិព្វានចំណែកនៅក្នុងបរិវេណវត្តព្រះធាតុបាស្រីមានប្រាសាទបុរាណមួយកសាងឡើងអំពីថ្មភក់ក្នុងឆ្នាំ983នៃគ្រិស្តសករាជសង់រាងជាការ៉េដែលមានទំហំ15ម៉ែត្រគុណនឹង15ម៉ែត្រកម្ពស់33ម៉ែត្រវិសាលភាពប្រាសាទពីលិចទៅកើតប្រវែង 1.250 ម៉ែត្រពីត្បូងទៅជើងប្រវែង300ម៉ែត្រប្រាសាទទេពប្រណម្យប្រាសាទទេពប្រណម្យមានទីតាំងស្ថិតនៅខាងជើងនៃព្រលានស្ដេចលង្កុងខាងលិចផ្លូវទ្វារដីឆ្នាំងប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី1ផ្នែកផ្សេងៗនៃប្រាសាទនេះគឺកសាងឡើងក្នុងពេលផ្សេងគ្នាគឺចាប់តាំងពីសតវត្សទី9ដល់ទី13ទីតាំងនេះដើមឡើយជាវត្តពុទ្ធសាសនារបស់ព្រះបាទយសោវរ្ម័នទី1នៅចុងសតវត្សទី9ទេពប្រណម្យជាកន្លែងដែលមានរូបព្រះអង្គអង្គុយប្រណម្យប៉ុន្តែសពថ្ងៃនេះរូបនោះបាត់ទៅហើយលើសពីនេះអាស្រមស្ថិតនៅខាងត្បូងបារាយណ៍ខាងកើតដែលកសាងឡើងនៅសតវត្សទី9ក្នុងរាជ្យព្រះបាទយសោវរ្ម័ននិងប្រាសាទនេះបញ្ជាក់ថាពុទ្ធសាសនាមានតាំងពីសម័យនោះដែរប្រាសាទបន្ទាយក្តីប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រំជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូងបើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្តត្រូវកាត់តាមប្រាសាទក្រវ៉ាន់ប្រាសាទនេះកសាងឡើងនៅពាក់កណ្ដាលទី2នៃសតវត្សទី12និងដើមសតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7
ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទតាព្រហ្មប៉ុន្តែមានទំហំតូចជាងនិងមិនសូវស្មុគស្មាញមិនមាននរណាដឹងថាប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសដល់អ្វីនោះទេព្រោះគេមិនទាន់រកឃើញសិលាចារឹកណាមួយនៅឡើយការស្រាវជ្រាវថ្មីៗនេះធ្វើដោយសាកលវិទ្យាល័យសូហ្វីយ៉ាបានបញ្ជាក់ថាបន្ទាយក្តីបានកសាងឡើងនៅលើប្រាសាទដែលមានអាយុចាស់ជាងសតវត្សទី12ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀតក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តីដែលគេសន្និដ្ឋានវាមានទំនាក់ទំនងទៅនឹងភូមិកុដិតាំងពីសម័យជ័យវរ្ម័នទី2ប្រាសាទបាសែតប្រាសាទបាសែតកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1 1002 ដល់1050ស្ថិតនៅលើទីទួលមួយចម្ងាយ15គីឡូម៉ែត្រពីទីរួមខេត្តក្នុងភូមិបាសែតឃុំតាប៉ុនស្រុកសង្កែប្រាសាទបាសែតជាស្ថាបត្យកម្មសតវត្សទី11កសាងនៅក្នុងឆ្នាំ1036និង1042នៅក្បែរប្រាសាទមានស្រះបុរាណមួយបណ្ដោយ20ម៉ែត្រទទឹង12ម៉ែត្រនិងជម្រៅ10ម៉ែត្រលក្ខណៈពិសេសគឺស្រះនេះមានទឹកខួបប្រាំងខួបវស្សានៅរដូវវស្សាទឹកឡើងខ្ពស់ជាងធម្មតាប្រាសាទនេះទ្រុឌទ្រោមយ៉ាងខ្លាំងនៅសល់តែខ្លោងទ្វារចំណែកតួប្រាសាទត្រូវបាក់បែកអស់គ្មានសល់ភ្នំសំពៅភ្នំសំពៅជារមណីយដ្ឋានធម្មជាតិស្ថិតនៅតាមដងផ្លូវជាតិលេខ57អតីតផ្លូវជាតិលេខ10នៅក្នុងឃុំសំពៅស្រុកបាត់ដំបងមានកម្ពស់100ម៉ែត្រចម្ងាយ12គីឡូម៉ែត្រពីក្រុងបាត់ដំបងនៅលើកំពូលភ្នំមានព្រះវិហារនិងល្អាងសំខាន់3គឺល្អាងផ្កាស្លាល្អាងល្អានល្អាងអសុភៈល្អាងផ្កាស្លាជាតំបន់រមណីយដ្ឋានមួយយ៉ាងសំខាន់ដែលក្នុងនោះមានថ្មជ្រោងច្រាងវាគឺជាកន្លែងមួយដែលតាក់ទងនឹងការប្រារព្ធពិធីក្រោយពេលរៀបចំអាពាហ៍ពិពាហ៍របស់អ្នកស្រុកភ្នំសំពៅនៅក្បែរភ្នំសំពៅមានចង្កោមភ្នំសំខាន់មួយចំនួនដែលតាក់ទងនឹងរឿងព្រេងខ្មែរគឺរឿងរាជកុលនាងរំសាយសក់មានភ្នំក្តោងភ្នំក្រពើភ្នំទ្រង់មាន់ភ្នំទ្រង់ទាភ្នំនាងរំសាយសក់ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ